បាទថ្ងៃនេះខ្ញុំបង្រៀនអ្នកអំពីរបៀបលាក់ត្រាយអំពីត្រាយរបស់យើងមានត្រាយ D និងត្រាយ C ឥឡូវខ្ញុំដើម្បីលាក់បានដំបូងយើងត្រូវ start S ហើយពៀ CMD ហើយ CMD យក mouse ដាំវាទៅ run as administrator ហើយវាជា yes ខ្ញុំវាយពាក្យ this part yes this part ទៅ enter បណ្ដាទៅខ្ញុំវាយពាក្យ list column ទៅ enter ហើយមានត្រាយយើងចំនួន3ហើយខ្ញុំចង់លាក់ត្រាយ D ខ្ញុំពាក្យវាយពាក្យ select column D ហើយសា D បន្តទៅ enter បន្តមកទៀតវាយពាក្យ remove letter ទៅ enter ហើយគេវាយពាក្យយើងឆែកមកមើលត្រាយរបស់យើងអត់ជាបាត់ដែរហើយចង់បង្ហាញអំពីរបៀបសូរវាឡើងវិញកាន់តែវាយពាក្យ start as ដែរវាយពាក្យ CMD mouse down វា run as administrator ដែរបន្តមកទៀតយើង this part ដើម្បីទៅ list all list column តាមមកយើង select លេខត្រាយដែលយើងបាន select column លេខ2ហើយធ្វើហើយវាជា enter ហើយលេខពាក្យ assign ASN enter ហើយយើងឆែកមើលត្រាយរបស់យើងសារវិញអូខេវិញហើយសូមអរគុណចំពោះការទស្សនានៅវីដេអូរបស់ខ្ញុំ